ពរមីនេះខ្ញុំសូមផ្ដាំផ្ញើទៅដល់កូនអ៊ំស្រីជាពិសេសអូនណាអូនឯងជាស្រីហើយអង្គណាបោះពាក្យសម្ដីដាក់ឪពុកម្ដាយបែបហ្នឹងទេគ្រាន់តែឪពុកម្ដាយឪពុកធ្លាក់ខ្លួនឈឺម្ដាយរកអីមិនបានស្រាប់តែប្អូនឌីលឪពុកម្ដាយថាអញ្ចឹងហើយមកពីយកគ្នាមិនចេះពិនិត្យមើលឲ្យច្បាស់ណាយកគ្នាសត្វតអ្នកមិនចេះអសរដូចគ្នាសត្វតល្ងងដូចគ្នាដល់ពេលវេទនាអញ្ចឹងឃើញភ្លឺភ្នែកទេណាប្អូនស្រីអូនឯងមិនគួរណាបោះពាក្យសម្ដីដាក់អ្នកមានគុណបែបហ្នឹងទេគាត់នេះហើយជាអ្នកដែលបង្កើតកូនឯងឲ្យឃើញនៅពិភពលោកឲ្យឃើញនៅពន្លឺថ្ងៃហេតុអីបានកូនឯងបោះពាក្យសម្ដីបែបហ្នឹងដាក់ឪពុកម្ដាយណាធ្វើឲ្យត្បិតបើគាត់អត់គាត់គ្មានគាត់ឈឺក៏ពិតមែនក្នុងនាមយើងជាកូនបើមានយើងឲ្យគាត់ទៅបើអត់យើងនិយាយភាសាដល់សមរម្យទៅកុំប្រើពាក្យបែបហ្នឹងអីមិនសមទេកូនឥឡូវនេះម្ដាយទល់ច្រោះហើយបានមករត់មកពឹងឲ្យបងជួយផ្សព្វផ្សាយឲ្យគាត់ក្រែងបានថវិកាខ្លះយកទៅផ្គត់ផ្គង់នៃជីវភាពប្រចាំថ្ងៃរាល់ថ្ងៃគាត់ក៏ធ្វើការដែរប៉ុន្តែវាផ្គត់ផ្គង់អត់ទាន់ពេលវេលាហើយប្តីគាត់ត្រូវធ្លាក់ខ្លួនឈឺហើយអ្វីដែលឈឺចាប់បំផុតអត់លុយមកជុំទេងុំគឺរឿងកូនឌីលនឹងតែម្ដងកូនថាអញ្ចឹងចុះយកសត្វតអ្នកល្ងងដូចគ្នាមិនចេះអសរដូចគ្នាដល់ពេលវេទនាទៅបន្ទោសណាណូកូនឯងជាស្រីមិនទៅឌីលឪពុកម្ដាយបែបហ្នឹងកូនណាកូនឯងបានឃើញព័ត៌មានបងហើយស្គាល់ម្ដាយកូនឯងត្រូវញាក់រលឹកខ្លួនឯងឡើងវិញហើយមករកម្ដាយផងកូនណាហើយចុះកូនមិនបានគាត់អរិញទៅនិយាយពាក្យសម្ដីមិនសមរម្យណាអ៊ំសិតតែយកគ្នាដោយសារតែមិនចេះអសរបែបហ្នឹងវិញអ៊ំខ្ញុំអត់ដឹងទេដឹងតែមិនវាឌីលខ្ញុំមកយ៉ាងឌីលខ្ញុំល្ងឹតល្ងងអត់ចេះអសរព្រលើណាយកអាល្ងងដូចគ្នាឌីលអញ្ចឹងតែម្ដងចាឌីលអញ្ចឹងអែតចិត្តយើងធ្លាក់ខ្លួនឈឺរកអីបំបានហើយមិនបានជួយយើងហើយមិនបានបដោកម្លាំងចិត្តពីក្រោយហើយបែរជាមកបោះពាក្យសម្ដីមើងងាយម៉ែងាយម្ដាយឪពុកខ្លួនឯងបែបហ្នឹងតែឥឡូវនេះសួរថាចាត់អ៊ំជាម្ដាយខឹងកូនទេខឹងប៉ុន្តែបើកូនមកវិញនៅតែទទួលហ្នឹងតែខឹងអែតចិត្តអូនឥឡូវនេះគាត់ទល់ច្រកខ្លាំងមែនទែនអ្វីដែលគាត់ចង់ឲ្យខ្ញុំជួយផ្សព្វផ្សាយនេះទី1គាត់ស្នើសុំទៅដល់ពុកម៉ែបងប្អូនអ្នកដែលមានធនធានឬថវិកាសូមមេត្តាជួយឧបត្ថម្ភគាត់ម្នាក់បន្តិចផងអ៊ំស្រីរាល់ថ្ងៃនេះប្រកបមុខរបរអីដែររោងចក្ររាល់ថ្ងៃនេះយើងធ្វើរោងចក្រចាធ្វើការរោងចក្រផងយប់ឡើងមើលប្តីផងព្រឹកឡើងទៅធ្វើការយប់ឡើងមើលប្តីទៀតចុះកូនមានដែរជួយរិញចិញ្ចឹមអ៊ំខ្លះទេអ៊ំអត់កូននឹងវ័យចតុងអាចធ្វើការបានហើយទេអ៊ំចាហើយឥឡូវហ្នឹងគាត់ចាក់ចេញពីអ៊ំហ่าចាចាក់ចេញទៅហើយដឹងពីលពុកដេកមកកន្លែងកូនចាក់ចេញទៅបាត់មុននឹងចាក់ចេញហ្នឹងតើគាត់បោះពាក្យសម្ដីអ្វីដាក់អ៊ំស្រីបោះខ្លាំងបោះច្រើននិយាយមិនចេញទេបោះច្រើនឆ្ងល់មកកូននៅនេះបោះពាក្យសម្ដីបែបហ្នឹងឥឡូវនៅក្នុងព័ត៌មាននេះតើអ៊ំមានពាក្យពេចន៍អីដើម្បីស្នើសុំទៅដល់បងប្អូនមហាជនដែលកំពុងតែទស្សនានៅព័ត៌មាននេះអ៊ំស្រីចាបងប្អូនខ្ញុំសូមជំនួយខ្លះខ្ញុំផ្ទាល់ពិបាកណាស់គ្មានអីទីពឹងទេប្តីខ្ញុំពីការងាប់មកចំហៀងខ្លួនហើយបងប្អូនជួយខ្ញុំផងមកតាន់តិចអីទាំងអស់គ្នាបងប្អូនអើយជួយខ្ញុំផងបងប្អូនឥឡូវនេះគឺថាគាត់ទាល់ច្រកមែនតើហើយដូចខ្ញុំបានជម្រាបអញ្ចឹងនៅក្នុងព័ត៌មាននេះគាត់មានរឿងពីរយ៉ាងដែលគាត់មកស្នើសុំមកខ្ញុំផ្សាយទី1គាត់ឈឺចុកចាប់រឿងកូនបោះពាក្យសម្ដីដាក់គាត់ម៉េចងាយគាត់ទាំងតែគាត់គឺជាអ្នកដែលបង្កើតកូនឲ្យឃើញនៅពន្លឺថ្ងៃតែអ្វីដែលគាត់ទទួលបានបែរជាពាក្យម៉េចងាយនឹងតេះឌីលទៅលើគាត់រឿងទី2គាត់ចង់ទទួលស្នើសុំទៅដល់ពុកម៉ែបងប្អូនអ្នកដែលមានធនធានឬថវិកាមេត្តាជួយឧបត្ថម្ភគាត់តិចតួចតាមសភាពរបស់ពុកម៉ែបងប្អូនដោយសារតែឥឡូវនេះជីវភាពគាត់គឺពិបាកខ្លាំងយកតែមែនទែនមិនមែនថាគាត់មកសុំនេះគាត់អត់ចេះធ្វើការទេគាត់ធ្វើការដែរប៉ុន្តែថវិកាដែលគាត់ធ្វើការនោះវាផ្គត់ផ្គង់វាទប់ទល់អត់ជាប់ហើយសពថ្ងៃនេះឃើញថាគាត់ពិបាកក៏រកសតនៅបន្ទប់ជួលរកដាក់អង្គសម្រាប់ដាំបាយស្ទើរតែក៏បានបច្ចុប្បន្នគាត់គឺជាអ្នកដែលធ្វើការនៅរោងចក្របាក់កន្លែងហើយពេលថ្ងៃធ្វើការពេលយប់មើលប្តីតែមានជំងឺគេថាងាប់មកចំហៀងខ្លួនយើងសង្ឃឹមថាព័ត៌មាននេះមានបងប្អូនសប្បុរសជនអាចជួយទៅដល់អ៊ំស្រីហើយមួយទៀតសង្ឃឹមថាព័ត៌មាននេះនឹងអាចឃើញទៅដល់កូនស្រីរបស់គាត់តែកំពុងតែទស្សនាព័ត៌មាននេះយើងសង្ឃឹមថាមួយទៀតអាចនឹងឃើញព័ត៌មាននេះទៅដល់កូនរបស់គាត់តែបានជ្រាបនៅព័ត៌មានថាម្ដាយកំពុងតែយ៉ាប់យ៉ឺនហើយខ្លួនជាស្រីហើយត្រូវជាកូនផងមិនក៏មិនជួយម្ដាយបើមិនជួយឲ្យលុយគាត់មិនក៏មកម៉ែងាយគាត់មើលងាយគាត់បែបហ្នឹងគាត់ឈឺចាប់ណាស់ក្នុងនាមជាម្ដាយបងប្អូនជាទីមេត្រីគុំពេញព័ត៌មាននេះសម្បត្តិមានសារៈមាត់អាទៅត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់បងប្អូនឲ្យបានជ្រាបនឹងដឹងជាដំណឹងនឹងព័ត៌មានតែប៉ុណ្ណេះសម្បត្តិមានសារៈមាត់អាទៅត្រង់ក៏សូមអរគុណ